សំដី10ឃ្លារបស់បុគ្គលល្បីៗអំពីភាពបរាជ័យជាថ្នាំពៅរុញអ្នកទៅមុខមនុស្សជាច្រើនចង់ជោគជ័យប៉ុន្តែពួកគេខ្លាចបរាជ័យអ្នកត្រូវចាំថាភាពបរាជ័យនិងជោគជ័យគឺដើរទន្ទឹមគ្នាមានភាពបរាជ័យទើបធ្វើឲ្យអ្នកជោគជ័យបានគ្មានភាពជោគជ័យណាមួយដែលមិនមានភាពបរាជ័យនោះទេដូចនេះ Biz ខ្មែរសូមលើកយកសម្រស់សម្ដីចំនួន10ឃ្លាអំពីភាពបរាជ័យដើម្បីជាកម្លាំងចិត្តទី1លោក Napoleon Hill បុគ្គលជោគជ័យសម្រេចភាពជោគជ័យដ៏អស្ចារ្យរបស់ពួកគេមួយជំហានក្រោយពីភាពបរាជ័យទី2 Jack Canfield កុំខ្វល់អំពីភាពបរាជ័យតែអ្នកគួរព្រួយបារម្ភអំពីឱកាសដែលមិនបានចាប់យកនិងការដែលអ្នកមិនបានព្យាយាមទី3 Oprah Winfrey បរាជ័យគ្រាន់តែជាឈ្នាន់ដែលជន់ទៅកាន់ភាពជោគជ័យប៉ុណ្ណោះទី4 Samuel Beckett ប្រសិនបើអ្នកអស់កម្លាំងឬបរាជ័យមិនអីនោះទេព្យាយាមម្ដងទៀតបរាជ័យម្ដងទៀតនោះអ្នកនឹងកាន់តែប្រសើរជាងមុនទី5 Mickey Rooney អ្នកត្រូវតែឆ្លងកាត់ភាពបរាជ័យមុននឹងអ្នកឈានទៅកាន់ភាពជោគជ័យទី6 Zig Ziglar បរាជ័យគឺជាផ្លូវវាងមិនមែនជាផ្លូវតនោះទេទី7 James Joyce កំហុសគឺជាច្រកទ្វារនៃការរុករកទី8 Ogmendino បរាជ័យមិនអាចធ្វើឲ្យខ្ញុំបាននោះទេប្រសិនបើការបើកចិត្តដើម្បីភាពជោគជ័យរបស់ខ្ញុំមានភាពខ្លាំងក្លាជាងទី9 Henry Ford បរាជ័យគឺជាឱកាសដែលអ្នកអាចចាប់ផ្ដើមម្ដងទៀតលើកនេះកាន់តែឆ្លាតជាងមុនទី10 Napoleon Hill កាត់ឲ្យបាន2ដងមុនពេលអ្នកនិយាយពីព្រោះពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យអ្នកដទៃបរាជ័យឬជោគជ័យបានសូមចុច Like, Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត